ឥឡូវឃើញថាកាលពីយុគមិញកាលពីយុគមិញបានរកឃើញហើយបងប្អូនទស្សនិកជនប៉ុន្តែអ្វីដែលជាព័ត៌មានគួរឲ្យសោកសៅជាអកុសលគឺរកឃើញតែសាកសពតែប៉ុណ្ណោះគាត់បានបាត់បង់ជីវិតរួចទៅហើយនៅរយៈពេល72ម៉ោងបងប្អូន72ម៉ោងសាកសពបរិសម្នាក់ដែលជិះម៉ូតូទឹកធ្លាក់ចូលក្នុងទន្លេត្រូវបានរកឃើញហើយបាទទូករបស់កងបន្ទាប់ជើងទឹកនិងម៉ូតូទឹកចំនួន10គ្រឿងបានព្យាយាមរុករកបាទសាកសពបរិសម្នាក់ដែលជិះម៉ូតូទឹកបានធ្លាក់ចូលក្នុងទឹកទន្លេកាលពីល្ងាចថ្ងៃទី27ខែកញ្ញា2025រកឃើញនៅក្រោមស្ពានច្បារអំពៅបាទរួចក៏អូសយកមកវត្តបានគឺថាគាត់បានអូសមកហើយដាក់នៅក្នុងវត្តច័ន្ទរេក្រោមដើម្បីស្រង់យកមកធ្វើបុណ្យប្រតិបត្តិការរុករកគឺបានធ្វើចាប់តាំងពីល្ងាចថ្ងៃទី27កញ្ញា2025រហូតដល់ថ្ងៃទី30បាទគឺស្ថិតនៅច្រាំងទន្លេក្រោមស្ពានកោះនរាហើយបាទសង្កាត់ទន្លេបាសាក់បាទខណ្ឌចំការបរិទ្ធីភ្នំពេញបាទគឺថាជនរងគ្រោះមានឈ្មោះតផលសុភេងអាយុ45ឆ្នាំមានទីលំនៅក្នុងបរិយាពេញហួតបឹងស្នោបើតាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋានបានអះអាងឲ្យដឹងថាចាប់តាំងពីបាទគឺថាម្សិលមិញមិនន័យថាយើងនិយាយក្នុងថ្ងៃទី27ណាវេលាម៉ោង4រសៀលថ្ងៃទី27កញ្ញា2025រហូតដល់វេលាម៉ោង4ទីភ្លឺថ្ងៃទី30យប់មិញទេបងយប់មិញទីភ្លឺមុននេះប្រហែលជារាប់ថយក្រោយប្រហែលជា2ម៉ោងជាង3ម៉ោងបាទរយៈពេល72ម៉ោងបាទដែលត្រូវបានរកឃើញសាកសពបរិសុទ្ធនោះហើយទើបទៅរកឃើញនៅក្រោមស្ពានច្បារអំពៅរួចក៏បានទាញយកមកនៅវត្តចាក់អង្រែក្រោមដើម្បីស្រង់យកទៅធ្វើបុណ្យតាមប្រពៃណីហើយសពត្រូវបានក្រុមគ្រួសារយកបាទជនរងគ្រោះដែលទៅធ្វើបុណ្យតាមប្រពៃណីនោះគូបញ្ជាក់ថានៅវេលាម៉ោង4រសៀលបាទគឺគេបានឃើញជនរងគ្រោះបានមកកាន់ចំណុចកើតហេតុហើយក៏បានជិះម៉ូតូទឹកម៉ាក Kawasaki SXR ដើម្បីជិះលេងកំសាន្តអារម្មណ៍នៅក្នុងចុងសប្តាហ៍លុះពេលជនរងគ្រោះបានជិះតែបន្តិចក៏ស្រាប់តែបានធ្លាក់ពីលើម៉ូតូបាទទឹកចុះទៅក្រោមក៏លិចបាត់តែម្ដងហើយភ្លាមនោះគឺអ្នកជិះម៉ូតូទឹកគឺ Jet Ski ភ្នំពេញក៏បានចេញម៉ូតូទឹកល្បាតជិះរុករកនៅតាមដងទន្លេនៅចំណុចគល់ស្ពានកោះនរារហូតដល់គល់ស្ពានឯបាទតាខ្មៅឯនោះតែរកមិនឃើញបាទលោកអ្នកទស្សនិកជនជាទីគោរពនេះគឺបច្ចុប្បន្នព័ត៌មានមួយដែលបង្ហាញអំពីបាទទុក្ខសោករបស់ក្រុមគ្រួសារជនរងគ្រោះដែលគាត់បានបាត់បង់សមាជិកក្រុមគ្រួសារឬក៏ត្រូវជាឪពុកត្រូវជាបងត្រូវជាស្វាមីរបស់ក្រុមគ្រួសារដែលជនរងគ្រោះត្រូវបានរកឃើញហើយក៏ប៉ុន្តែជាអកុសលការរកឃើញនោះបានត្រឹមតែឃើញសាកសពតែប៉ុណ្ណោះហើយយើងជាចូលរួមសោកស្ដាយចំពោះក្រុមគ្រួសារហើយបានរកឃើញនៅក្រោមស្ពានច្បារអំពៅហើយត្រូវបានបាទយកទៅតម្កល់ឬក៏ធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោមបាទគឺថាការដែលបាត់ខ្លួននេះគឺចាប់តាំងពីល្ងាចថ្ងៃទី27ខែកញ្ញា2025រហូតដល់ព្រឹកមិញបាទទីភ្លឺនៅវេលាម៉ោង4ទីភ្លឺថ្ងៃទី30នេះគឺបានរកឃើញនៅឯក្រោមស្ពានច្បារអំពៅនៅវិញឬក៏ស្ពានព្រះមេវងក្បាលខ្នល់បាទត្រូវបានរកឃើញនេះគឺជាដំណឹងមួយដែលជាអកុសលចំពោះក្រុមគ្រួសាររបស់គាត់ហើយសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋចឹងមុននឹងយើងចុះទឹកឬក៏ជិះម៉ូតូក៏ដោយជិះទូកក៏ដោយបាទទៅដែនសមុទ្រក៏ដោយសូមមេត្តាបង្កើននៅការប្រុងប្រយ័ត្នទាំងអស់គ្នាយកជំរើសមួយគឺការការពារខ្លួនជាមុនព្រោះថាការធ្វើដំណើរផ្លូវទឹកមានតែការការពារខ្លួនជាមុនទេទើបយើងអាចកិច្ចផុតអំពីគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុបាននៅពេលដែលយើងជួបភ្លាមយើងមិនអាចសវេសវាអីមកការពារខ្លួនបានភ្លាមទេមានតែយើងការពារមុនតែប៉ុណ្ណោះបាទឧទាហរណ៍យើងលេងទឹកយើងជិះទូកឬក៏យើងជិះអូប័រទៅដែនសមុទ្រដែនកោះអីផ្សេងបងប្អូនកុំភ្លេចអសោះហ្មងគឺអាវពូសុវត្ថិភាពបាទសំខាន់ណាស់យើងពាក់ឲ្យហើយមិនអាចទៅលិចភ្លោងឲ្យទៅរកអាវពូសុវត្ថិភាពមកពាក់ភ្លាមមិនកើតអត់បានទេអញ្ចឹងដូចម៉ូតូទឹកក៏ដោយបងប្អូនយើងលេងលុះតាតែទឹកនឹងវាត្រឹមចកេះឬក៏ទឹកនឹងត្រឹមទ្រូងអូខេលេងទៅធ្លាក់ភ្លោងទៅទឹកត្រឹមទ្រូងហ្នឹងបាទមានអីទេតែចំពោះទឹកជម្រៅរាប់ម៉ែត្រហើយដែលអាចលិចលង់យើងបានកុំភ្លេចឲ្យសោះរឿងអាវពូសុវត្ថិភាពបាទទោះបងប្អូនចេះហែលប៉ុណ្ណាក៏ដោយខ្ញុំនិយាយនឹងបានន័យថាម៉េចជួឧទាហរណ៍បងប្អូនហែលបានតែ10ម៉ែត្របងប្អូនហែលបានតែ20ម៉ែត្រ
ហើយចូលបើទឹកនឹងឡើង50ម៉ែត្រឬក៏ទឹកនឹងចម្ងាយឡើង1គីឡូដីហ្នឹង1000ម៉ែត្រហ្នឹងតើហែលតាណារួចហើយទឹកកាន់តែជ្រៅទៀតសូមឲ្យបងប្អូនប្រយ័ត្នទាំងអស់គ្នាបើសិនជាអាចកុំលេងអីបងប្អូនកុំបាទកុំលេងអីហើយបើសិនជាយើងលេងកុំភ្លេចរឿងគោលការណ៍ការពារខ្លួនជាមុនសំខាន់ការអាវពងសុវត្ថិភាពបងប្អូនហើយមួយទៀតហ្នឹងកុំលេងពេលខ្លះកុំជិះយើងលេងតែឯងបើពេលយើងលេងមានគ្នាទៅមានគ្នាមិនទៅបើមានបញ្ហាមានគ្នាមកជួយបានតែទោះបីជាមានគ្នាបងប្អូនពេលខ្លះអាការលិចហ្នឹងមិនលិចផ្លឹបឲ្យយើងអាចទៅជួយគ្នាបានភ្លាមណាបាទគឺត្រូវតែមានអាវពងសុវត្ថិភាពហ្នឹងបងគឺយើងជួយខ្លួនឯងបានសំខាន់ណាបាទលិចធ្លាក់ផ្លងទៅតែថ្មេលនឹងមានអីបាទបើអាវនឹងយើងទប់យើងបានហ្នឹងឧទាហរណ៍អ្នកលិចនេះបងប្អូនខ្ញុំឃើញរូបភាពខ្ញុំសម័យអញ្ចឹងខ្ញុំអត់ហ៊ានសម័យបងអាណិតគាត់មែនទេអាណិតអូមកយើងធ្លាក់ផ្លងមានទូកមួយទៀតទៅជួយអ្នកលិចទឹកបងប្អូនអ្នកលងទឹកភ័យណាស់ដែលឃើញស្លាប់ទាំងអស់គ្នាដោយសារការជួយអ្នកលងទឹកឯងគូសវេសវ៉ាទាញចំមុចធ្លាក់ទាំងអស់គ្នាស្លាប់ទៅទៀតអញ្ចឹងកាលណាមានអាវពងសុវត្ថិភាពសង្កត់មិនក៏មិនលិចដែរអញ្ចឹងចំណុចសំខាន់ដែលយើងគួរតែបង្កើននៅការប្រុងប្រយ័ត្នទាំងអស់គ្នាហើយរដូវនេះរដូវវស្សាផងក៏មានការគ្រោះថ្នាក់កើតឡើងដោយការតែលងទឹកនឹងច្រើនបាទសូមបងប្អូនប្រយ័ត្នកាលពីប្រហែលថ្ងៃមុនដូចជានៅចំណុចដើមឈើចាំស្នែខេត្តព្រះសីហនុគឺមានករណីលងទឹកស្លាប់នៅឆ្នេរសមុទ្រតែម្ដងស្លាប់3នាក់ដោយសារតែទឹករលកខ្លាំងហើយពួកគាត់ចុះលេងទឹកអញ្ចឹងទឹកនឹងបោកទាញគាត់ចូលទៅក្នុងទឹកជ្រៅបណ្ដាលឲ្យស្លាប់នៅក្នុងសមុទ្របាទនេះជាចំណុចមួយដែលយើងគួរពិចារណាឲ្យប្រយ័ត្នខ្ពស់មែនតើបាទហើយចំណាប់ពីកម្មវិធីយើងចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារនៃសពផងដែរបាទ